ายចិត្តណាស់ដែលបានស្វាគមន៍បងប្អូនមកកាន់កម្មវិធី IT Hub Future Girl Instant កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ 10 by 30 របស់ក្រុមហ៊ុន KPMG ដែលមានគោលបំណងជួយពង្រឹងដល់យុវជនដែលកំពុងប្រឈមនឹងការលំបាកចំនួន10លាននាក់នៅមុនឆ្នាំ2030នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនបង្ហាញសមត្ថភាពនិងបង្កើតគំនិតច្នៃប្រឌិតខ្ញុំជឿជាក់ថាវានឹងជួយបងប្អូនក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគតជំរាបសួរថ្ងៃនេះខ្ញុំឃើញថាបងប្អូនពិតជាមានសក្តានុពលនិងមានភាពច្នៃប្រឌិតគួរឲ្យសរសើរពួកគាត់បានបង្ហាញនៅការផ្លាស់ប្ដូរដ៏អស្ចារ្យតាមរយៈការអនុវត្ត Design Thinking និងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគមន៍នេះបង្ហាញថាកម្មវិធីពិតជាមានសារៈសំខាន់ក្នុងការកសាងអ្នកដឹកនាំបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់កម្ពុជាបន្ទាប់ពីបានចូលរួមជាមួយនឹងសិស្សនិស្សិតពេញមួយព្រឹកនេះខ្ញុំមានអារម្មណ៍ថាវាជាបទពិសោធន៍ដ៏ល្អមួយពួកគាត់មានការយកចិត្តទុកដាក់និងការចេះស្វែងយល់អំពីបច្ចេកវិទ្យាខ្ញុំជឿជាក់ថាកម្មវិធីនេះនឹងបង្រៀនបងប្អូននៅជំនាញ STEM និងការចេះបត់បែននៅក្នុងអនាគតខ្ញុំចូលរួមកម្មវិធីនេះព្រោះខ្ញុំចង់រៀន Design Thinking និង Microbit Coding ថ្ងៃនេះលើសពីការរំពឹងទុករបស់ខ្ញុំមែនការធ្វើការងារជាក្រុមជាមួយមិត្តស្រីៗបានបង្កើតគំនិតប្លែកៗនិងធ្វើឲ្យការងារមានភាពច្នៃប្រឌិតខ្លាំងសម្រាប់ខ្ញុំចំណុចសំខាន់នៅក្នុងថ្ងៃនេះគឺខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយបានដោយខ្លួនឯងកាលពីដំបូងខ្ញុំមិនក្លាហាននិយាយទេតែតាមរយៈ Design Thinking និងការសិក្សាពី Microbit ធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងជាងមុនសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមជាមួយនឹងពួកយើងនៅថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឃើញបងប្អូនជាពិសេសយុវតីដែលមានចំណាប់អារម្មណ៍នៅក្នុងវិស័យ STEM ហើយខ្ញុំសង្កេតឃើញថាពួកគាត់មានទេពកោសល្យនិងសិល្បៈនៃការច្នៃប្រឌិតខ្ពស់ជាមួយនឹងឧបករណ៍ STEM សូមអបអរសាទរចំពោះបងប្អូនទាំងអស់ដែលបានបញ្ចប់កម្មវិធី IT Hub Future Girl in STEM ដោយជោគជ័យជាពិសេសក្រុមដែលឈ្នះបាទសូមអរគុណ